គ្រប់ជំរាបសួរលោកគ្រូអ្នកគ្រូសួស្តីបងប្អូនសិស្សានុសិស្សថ្នាក់ទី6ទាំងអស់គ្នាថ្ងៃនេះយើងបន្តទៅធ្វើលំហាត់បាទនៅក្នុងអំណានរ៉ែប្រេងកាតដែលជាលំហាត់ភាសាខ្មែរថ្នាក់ទី6ទំព័រទី42បាទនៅក្នុងនោះដែរគឺមាន3លំហាត់គឺមានកខកតែឥឡូវនេះយើងចូលទៅមើលលំហាត់របស់យើងទាំងអស់គ្នាបាទលំហាត់ករបស់យើងគឺគេឲ្យយើងចូលរកពាក្យផ្ទុយនឹងពាក្យខាងក្រោមបាទដែលមានទឹកសាបបាទទឹកសាបគឺផ្ទុយជាមួយនឹងទឹកប្រៃហើយក្រោមទឹកគឺផ្ទុយជាមួយនឹងលើទឹកមានប្រយោជន៍ផ្ទុយនឹងឥតប្រយោជន៍ឆាប់រហ័សផ្ទុយនឹងយឺតយ៉ាវបាទចំណែកឯលំហាត់ខរបស់យើងគឺគេឲ្យយើងបង្ហាញពីគោលបំណងរបស់អត្ថបទអំណានបាទអញ្ចឹងគោលបំណងគឺមាន3ទី1គឺចង់បង្ហាញថាប្រទេសកម្ពុជាមានរ៉ែប្រេងកាតជាច្រើនដែលកំពុងរៀបចំធ្វើអាជីវកម្មទី2គឺចង់បង្ហាញថារ៉ែប្រេងកាតមានប្រយោជន៍យ៉ាងខ្លាំងក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិនិងទី3គឺចង់អប់រំកូនខ្មែរឲ្យមានមោទនភាពបាទស្រឡាញ់ទឹកដីថែរក្សាសម្បត្តិធម្មជាតិបាទឥឡូវនេះយើងចូលទៅដល់លំហាត់កវិញម្ដងបាទនេះគឺជាលំហាត់កបាទលំហាត់កគេឲ្យយើងកត់ត្រានៅចំណុចសំខាន់របស់អត្ថបទកំណាព្យរបស់យើងអញ្ចឹងចំណុចសំខាន់មានដូចជាគេរករ៉ែប្រេងកាតនៅកម្ពុជាក្រុមហ៊ុនកំពុងចរចាជាមួយរដ្ឋាភិបាលដើម្បីបូមប្រេងគេធ្វើសំណង់បូមប្រេងក្នុងទឹកសមុទ្រឬទឹកសាបគេបុកទម្លុះដីមិនជ្រាបទឹករហូតដល់ស្រទាប់ប្រេងគេបូមប្រេងពីក្នុងដីទៅចម្រាញ់ក្នុងរោងចក្រប្រេងកាតឆៅចម្រាញ់បានជាប្រេងច្រើនប្រភេទប្រេងកាតឆៅឬមាសខ្មៅមានប្រយោជន៍ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រទេសកូនខ្មែរត្រូវចេះថែរក្សាសម្បត្តិធម្មជាតិឲ្យបានគង់វង្សបាទអរគុណលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនសិស្សានុសិស្សដែលបានចូលទស្សនាវីដេអូលំហាត់របស់យើងអញ្ចឹងដើម្បីទទួលបាននៅវីដេអូបន្តទៀតសូមលោកគ្រូអ្នកគ្រូបងប្អូនសិស្សានុសិស្សជួយចុច Subscribe Channel YouTube របស់លោកគ្រូដើម្បីទទួលបាននៅវីដេអូចំណេះដឹងបន្ថែមទៀតសូមអរគុណសូមជម្រាបលា